ជម្រាបសួរបងប្អូនអរគ្នាចាងើបពីគេងឡើងនៅសថាគារហ្នឹងដែលខ្ញុំថាគេងអត់លក់យកឡើងរៀងធំក្លិនណាចាគឺចុះគេមាន breakfast គេមានអាហារពេលព្រឹកអញ្ចឹងក៏ញ៉ាំនំនេះញ៉ាំហើយនំនេះឡើងណាបន្តដំណើរទៅទៀតណាបងប្អូនចាយប់ពេលល្ងាចយប់ហ្នឹងគឺពួកខ្ញុំជិះពីផ្ទះមកបាន4ម៉ោងហើយក៏ចូលគេងអញ្ចឹងណាចាប៉ុន្តែរើសស្ថានភាពខុសហើយវីដេអូនេះដែរគឺថាជាវីដេអូភាគទី2ដំណើរកម្សាន្តទៅរដ្ឋ Florida ចានេះខ្ញុំមកឡានចាគ្នា6នាក់ក្មេង3ចាស់3ហើយនៅមាន2ឡានផ្សេងទៀតមកពីចាកន្លែងផ្សេងគ្នាណាចាជិះមិនទាន់បានប្រហែលផងបងប្អូននេះចាបាត់ចូលក្រាសាំងទៀតហើយប្រហែលជាជិះ2ម៉ោង3ម៉ោងអីចូលក្រាសាំងម្ដងចូលសម្រាប់ម្ដងចូលទិញចំណីចំណុកម្ដងហើយចូលបន្ទប់ទឹកចូលអីអញ្ចឹងណាចាពីរដ្ឋ Texas ម្ដុំ Dallas เนาะចាខ្ញុំធ្វើដំណើរតាមផ្លូវ I-20 ឆ្លងកាត់រដ្ឋLouisiana ចាហើយក៏ឆ្លងបន្ទាប់ពី Louisiana ហើយគឺពួកខ្ញុំនឹងឆ្លងចូល Mississippi ព្រោះពីយប់ហ្នឹងគឺគេងពាក់កណ្ដាលផ្លូវហ្នឹងនៅក្នុងរដ្ឋLouisiana ចា4ម៉ោងពីផ្ទះមកចាហើយថ្ងៃនេះពួកខ្ញុំនឹងជិះក្នុង6ទៅ7ម៉ោងទៅយើងដល់distance នៅរដ្ឋ Florida ចាបើជិះសរុបពីផ្ទះខ្ញុំមកគឺថា10ម៉ោងជាងបងប្អូនចាអញ្ចឹងមានចាស់ផងមានក្មេងផងខ្ញុំក៏សម្រេចចិត្តថាគេងពាក់កណ្ដាលផ្លូវទៅចាដំបងហើយអ្នកផ្ទះបងស្រីហើយម៉ាក់ហ្នឹងគាត់ប្រមូលហើយប្រមូលចង់2ឆ្នាំណាបងប្អូនទៅសម្រេចចិត្តថាមកហ្នឹងចាគឺសម្រេចចិត្តមុនមួយថ្ងៃទេគាត់ប្រមូលហើយគាត់កក់ផ្ទះទុកឲ្យហើយអីហើយកក់កន្លែងគេងទុកឲ្យចានៅតែអត់មានសម្រេចចិត្តថាទៅទេដោយសារបញ្ហាវាមានច្រើននៅផ្ទះបងប្អូនដល់ពេលដល់ថ្ងៃក៏គិតថាដើរលេងជាមួយក្រុមគ្រួសារអញ្ចឹងមិនដឹងថាមានប្រមាណដងអញ្ចឹងត្រូវទៅឲ្យបានទោះជាបញ្ហានៅផ្ទះច្រើនយ៉ាងណាគឺចាទុកសិនចាំមកវិញចាំដោះស្រាយតទៀតអញ្ចឹងណាចាមានអីដល់ពេលបានទៅលេងជក់ចិត្តដែរសប្បាយចិត្តដែរតាចាព្រឹកឡើងហ្នឹងខ្ញុំដល់ពាក់កណ្ដាលផ្លូវហើយប៉ុន្តែអ្នកដែលរៀបចំគម្រោងបងស្រីខ្ញុំហើយម៉ាក់ខ្ញុំមិនទាន់ទេបងប្អូនអើយទៅចេញមកព្រឹកឡើងទេចាព្រឹកឡើងហ្នឹងគាត់ចេញមកហើយជិះពីខាងគាត់មកដូចជា11ម៉ោងទើបដល់ distance Florida ហើយគាត់ជិះ straight មករហូតណាតាំងពីព្រលឹមរហូតដល់ព្រលប់ទើបដល់ចាហើយនៅ distance Florida ហ្នឹងពួកយើងទៅខាងMiramar នឹងហើយខ្ញុំអត់ច្បាស់ដែរបងប្អូនចា Miramar Beach ពួកយើងគេងនៅស្ថាគារមួយយប់ចាហើយងើបព្រឹកឡើងទៅពួកយើងបន្តដំណើរទៅមុខទៀតយើងលេងសមុទ្រនៅនឹងសិនណាព្រោះពេលដែលខ្ញុំកំពុងតែជិះឡាននេះបងប្អូនខ្ញុំថាទៅត្រឹមហ្នឹងទេទៅត្រឹម distance Miramar Beach ហ្នឹងទេប៉ុន្តែនិយាយទៅថាសម្រាប់ចិត្តភ្លាមហ្មងតែថាទៅបន្តទៀតឬអត់អីចឹងណាហើយបងប្អូនមើលតាមផ្លូវទៅចាទេសភាពតាមផ្លូវគេអញ្ចឹងអូនអ្នកចការគេចការអីទេបងប្អូនប្រហែលចការពូនហ្នឹងអីមិនដឹងទេត្រង់ស្មើមែនតែនអាហ្នឹងផ្លូវពីនេះណាបងប្អូនផ្លូវពីខាង Louisiana ចូលទៅខាង Mississippi ចាអត់ដូចជាអត់ដល់ Mississippi ដែរខ្ញុំដូចជាអត់ច្បាស់ទេដោយបងប្អូនឃើញផ្លាកថា Welcome Mississippi អាហ្នឹងគឺដល់ហើយពួកអីថតផ្លាកប៉ុន្តែនៅពេលដែលនិយាយ cover voice over វីដេអូនេះគឺថាមានបានមើលណាបងប្អូននិយាយរលទៅនឹងឯងតែទេសភាពនេះក៏បានមើលដែរនេះចាពួកអីមិនដឹងថានិយាយអីលេងជាមួយបងប្អូនវីដេអូវែងអញ្ចឹងគឺថាបងប្អូនមើលទេសភាពស្ដាប់ខ្ញុំនិយាយលេងអញ្ចឹងទៅដើម្បីដឹងពីដំណើរដើមតងណាចាហើយនៅរដ្ឋ Mississippi ហ្នឹងគឺមាន Mississippi River បើតាមខ្ញុំដឹងដូចជាទន្លេដែលវែងជាងគេនៅអាមេរិកហ្នឹងណាចាគឺពួកយើងបានឆ្លងកាត់កន្លែងហ្នឹងដែរចាមើលមានផ្លាកខៀវនេះមិនស្រួលដល់ Mississippi ឲ្យបងប្អូននេះចា
ពួកអីភាគច្រើនឃើញខ្លះបែបហ្នឹងគឺដល់អញ្ចឹងណាចាពួកខ្ញុំបានឆ្លងកាត់ហើយ Mississippi River ចាគឺជាទន្លេដែលវែងជាងគេនៅក្នុងអាមេរិកនេះឬក៏នៅក្នុងពិភពលោកផងបងប្អូនណាដឹងច្បាស់ជួយប្រាប់ខ្ញុំផងជាពិសេសបងប្អូនដែលនៅរដ្ឋ Mississippi អញ្ចឹងណាចាពួកខ្ញុំអត់ដឹងច្បាស់ដែរប៉ុន្តែខ្ញុំគាត់ថាជាទន្លេដែលវែងជាងគេអញ្ចឹងចាប៉ុន្តែខ្ញុំមិនប្រកាសទេថាវែងជាងគេមកប្រទេសឬក៏មកពិភពលោកបើបងប្អូនដឹងខមមិនប្រាប់ខ្ញុំផងណាចានេះហ្នឹងជាទន្លេបងប្អូនចាបន្តិចទៀតឃើញស្ពានគេស្អាតណាបងប្អូនហ្នឹងហើយព្រោះដូចខ្ញុំថាអញ្ចឹងមកដើរលេងអញ្ចឹងគឺស្លាស់មុខស្លាស់មាត់ទោះជានៅផ្ទះមានរឿងឲ្យដោះស្រាយច្រើនចាស់នេះបងប្អូនស្ពាននេះដល់ហើយហ្នឹងហើយចាមានរឿងច្រើនឲ្យដោះស្រាយតែឃើញទេសភាពស្អាតអញ្ចឹងគឺបងប្រាប់ខ្លួនឯងថាអូយអារឿងហ្នឹងទុកចាំត្រឡប់ទៅវិញចាំដោះស្រាយតទៀតឥឡូវដើរលេងសិន focus របៀបថា enjoy time បងប្អូនហ្នឹងហើយនេះឯងបងប្អូន Mississippi ចាគឺកំពុងតែបើកនៅពីលើទន្លេ Mississippi ហ្នឹងឯងចាហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវគ្គក្រោយទៀតចាវគ្គទី3បន្តទៀតណាបងប្អូនចាបាយបាយ